បាទសួស្តីបងប្អូនហ្នឹងហើយថ្ងៃនេះខ្ញុំមានវីដេអូចែកចំណេះដឹងមួយទាក់ទងនឹងរបៀបបដូរគូតសាកណាបងប្អូនហ្នឹងហើយចំពោះប្រភេទ Android ដូចជា Oppo Vivo អីហ្នឹងគឺជាទូទៅនៅពេលដែលបងប្អូនមានបញ្ហាគូតសាកហ្នឹងគឺបងប្អូនជាទូទៅសម្រាប់បងប្អូនមុតជាងដែលគាត់អឺមិនចង់ផ្លាស់ប្ដូរក្របសារណាហ្នឹងហើយគាត់ទិញមួយសំណុំយកទៅផ្លាស់ប្ដូរអតិថិជនហ្នឹងណាហ្នឹងហើយតែបើសិនជាអាចបងប្អូនយើងផ្លាស់ប្ដូរទៅល្អជាងត្រង់ចំណុចនេះយើងកោះកៅខ្មៅចេញសិនទៅហ្នឹងហើយយើងត្រង់ចំណុចនេះខ្ញុំប្រើកម្ដៅតែ250ខ្យល់40ហ្នឹងហើយម៉ាស៊ីនខ្វិច861អញ្ចឹងបើបងប្អូនមានទឹកដៃដែលថាអាចប្រើកម្ដៅខ្លាំងជាងហ្នឹងក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំប្រើតែកម្ដៅតែប៉ុណ្្នឹងឯងកាលណាយើងប្រើកម្ដៅកោះកៅខ្លាំងពេកវាអាចនឹងប៉ះពាល់ទៅដល់រុនមិចណាហ្នឹងហើយប៉ះពាល់ដល់មិចព្រោះរបស់អតិថិជនគាត់នៅនិយាយឮឡើយទេហ្នឹងហើយអញ្ចឹងយើងព្យាយាមយកកង្ហាវកាវហ្នឹងហើយយើងយកកាវស៊ីនរបស់ក្រុមហ៊ុនកាវខ្មៅណាកាវហ្នឹងក្រាស់បងប្អូនមាំហ្នឹងហើយអញ្ចឹងបងប្អូនផ្លុំយើងអាចបិទចង្ហាល់ខ្លះទៅលោមានចង្ហាល់យកមកប៉ះទៅលោវាដល់ពេលដែលយើងផ្លុំទៅគឺអាចនឹងអត់សូវរលាយកែវណាហើយយើងកុំកៅទឹកដៃហ្នឹងចឹងត្រង់ចំណុចហ្នឹងបងប្អូនបើសិនជាអាចយើងបិទចង្ហាន់បិទទៅហើយអានេះខ្ញុំធ្វើមួយដោយសារខ្ញុំចង់រក្សាធាតុដើមឲ្យបានស្អាតហ្នឹងហើយអញ្ចឹងជាទូទៅត្រង់ចំណុចនេះដែលថាយើងបានធ្វើស្អាតហើយយើងទៅយកសំណកំប៉ុងប្ដូរសេរបស់យើងហ្នឹងលេខ148អង្សាបងប្អូនឡើយនេះចង់ប្រើសំណលេខប្រមាណចាំបានណាឲ្យជាប្រភេទសំណទុនបងប្អូនមានតម្រូវចង់ដាក់លេខប្រមាណចាំបានណាសាច់ចិត្តបងប្អូនណាតែនៅក្នុងដៃរបស់ខ្ញុំគឺលេខ148អង្សាគឺខ្ញុំសម្រេចចិត្តថាខ្ញុំដាក់លេខ148អង្សាបណ្ដោយទៅហើយខ្ញុំយកមកបៀកណែបងប្អូនឡើយនេះសំណនេះក៏ពិតវាចង់ខូចសំណលេខរបស់ខ្ញុំណាតែបើសំណល្អជាទូទៅគាត់ថាប៉ះប៉ុណ្ណឹងគឺនេះយកមកគឺដឹងតែល្អហើយត្រង់ចំណុចនេះយើងយកក្បាលផ្សាររបស់យើងណាយើងបៀកដើម្បីឲ្យសំណទុនហ្នឹងចូលវាទៅជាមួយសំណក្រុមហ៊ុនសំណរឹងរបស់ Synovia ណាហ្នឹងហើយដល់ពេលយើងយកអាសំណទុនហ្នឹងយើងយកដាក់បស៊ីវាចឹងទៅដើម្បីវាជួយរហ័សទុនហ្នឹងហើយរហ័សទុនហ្នឹងហើយងាយស្រួលយើងបឺតណាបងប្អូនហ្នឹងហើយងាយស្រួលយើងបឺតពីសំណចាស់និងសំណថ្មីគឺវាមកតាមគ្នាកាលណាយើងអត់ដាក់អាសនទុនបញ្ចូលថែមទេគឺក្នុងការបឺតរបស់យើងហ្នឹងគឺពិបាកបឺតវាតឹងដៃបងប្អូនហ្នឹងចុះបងប្អូនឡើយហ្នឹងមកបច្ចេកទេសបងប្អូនមានតិចនិចអីផ្សេងអាចធ្វើតាមនោះទៅតែសម្រាប់ការងារដែលខ្ញុំធ្វើជាប្រចាំហ្នឹងគឺខ្ញុំធ្វើតែប៉ុណ្្នឹងឯងហ្នឹងហើយព្រោះជាទូទៅខ្ញុំធ្វើតែអញ្ចឹងហើយត្រង់ចំណុចនេះខ្ញុំយកលោកបឺតសណយើងដាក់អញ្ចឹងហើយយើងព្យាយាមអូសមកខាងក្រោយមកហ្នឹងហើយយើងកុំឲ្យអូសចំហៀងបងប្អូនយើងញែកវាមកក្រោយមកយើងដាក់ចឹងទៅយើងមិនពឹងចង្កត់ទេបងប្អូនយើងដាក់ធម្មតាណាកម្ដៅខ្វះផ្សារតាមកម្លាំងខ្វះផ្សារបងប្អូននៅពេលដែលយើងបានបៀកសំណចាស់របស់វាចេញហ្នឹងហើយបងប្អូនឡើយគឺងាយនឹងលើកចេញដោយមិនបាច់សឹងដោយថាយើងមិនបាច់ទៅប្រើកម្ដៅខ្លាំងដើម្បីទៅលើកនាំប៉ះពាល់ដល់មិចទេចឹងបងប្អូនមិត្តជាងគាត់ដឹងហើយរឿងមិចហ្នឹងកាលណាយើងប្រើកម្ដៅខ្លាំងពេកក៏វាអាចនឹងប៉ះពាល់មិចលែងលឺចឹងកាលណាសាក់ថ្មហើយយើងមិចនោះលែងលឺចឹងវាធ្វើឲ្យការងាររបស់យើងវាកាន់តែវែងឆ្ងាយវាយឺតបងប្អូន
ចឹងខ្ញុំធ្វើវីដេអូមួយនេះគឺខ្ញុំធ្វើtrongទាក់ទងនឹងចែកចំណេះដឹងមិត្តជាងនឹងដែលថ្មីចឹងបងប្អូនអាចយកវិធីនេះទៅសាកល្បងទៅវាអាចនឹងបានផលដែរព្រោះដោយសារយើងធ្វើមួយបងប្អូនហើយយើងដូរក្របនេះទៅយើងបានទាំងផ្ទាំងស៊ីនរក្សាធាតុដើមឲ្យអតិថិជនទៅវាស្រួលដែរចឹងណាទីមួយវាខ្លាំងសេវាទីពីរវាការឆ្លងមិចស្រួលសម្លេងគឺវាល្អដែរហ្នឹងហើយកណ្ដាលយើងដាក់បោះអាយចូលវាប្រើមិនសូវបានទេត្រង់ចំណុចនេះក៏ពិតខ្ញុំយកទៅវានេះខ្ញុំឆ្កឹះចង់ដឹងថាលក់ personal ហ្នឹងហើយលក់ personal មកហ្នឹងខ្ញុំបើទៅតើវាដាច់បានស្អាតអញ្ចឹងខ្ញុំសម្រេចចិត្តថាដាក់ស្ករចូលបន្តិចហើយយើងចាប់ដើមបើកសារជាថ្មីម្ដងទៀតដើម្បីងាយនៅពេលដែលយើងផ្លុំបន្តិចទៅបានទេតែពេលដែលយើងផ្លុំបន្តិចទៅគឺវានឹងរហ័សក្របដែលខូចហ្នឹងគឺដកចេញលឿនអញ្ចឹងហ្នឹងហើយបងប្អូនចំណាំមើលផងបើសិនជាអាចយកមិចណាយើងយកស្គុតការពីកម្ដៅហ្នឹងយកទៅគ្របមិចហ្នឹងកុំឲ្យប៉ះពាល់ហ្នឹងគេឡូវប៉ះពាល់ទៅឥឡូវយើងធ្វើគូតសាក់រួចយើងមិចអត់លើសលេងត្រង់ចំណុចនេះបងប្អូនខ្ញុំដាក់តែកម្ដៅ280ខ្យល់40ឯងហើយខ្ញុំផ្លុំប្រឆិតបងប្អូនយើងផ្លុំប្រឆិតអត់ឲ្យកំពុងផ្លុំយើងហ្នឹងងាកទៅខាងមិចទេកាលណាយើងដាក់ទៅបាញ់ទៅខាងមិចវាអាចប៉ះពាល់អញ្ចឹងណាអានេះបងប្អូនបើសិនជាអាចក៏ពិតវាជាប់ទេវាជាប់ជ័របងប្អូនជ័រខ្មៅក្រុមហ៊ុនដែលបានដាក់ទៅវានៅក្រោមបាតហ្នឹងហើយនៅក្រោមបាតគូតសាក់ហ្នឹងហើយពេលអញ្ចឹងទៅយើងត្រូវតែផ្លុំបន្តិចដើម្បីឲ្យវាហើបប៉ុន្តែយ៉ាងណាក៏ដោយគឺវាល្អដែរព្រោះដោយសារយើងប្រើប្រាស់កម្ដៅតិចហើយលឿនហ្នឹងបងប្អូនលើកលឿនវាអត់យូរកាលណាយូរទៅវាអាចនឹងប៉ះពាល់អាចនឹងប៉ោងបូតណាហ្នឹងហើយប៉ោងហ្នឹងហើយប៉ោងផ្ទាំងគូតសាក់វាហៅបូតចង់ចំណុចនេះខ្ញុំព្យាយាមកោះកៅស៊ីនក្រុមហ៊ុនហ្នឹងហើយយើងកោះកៅខ្មៅនឹងបានស្អាតទៅដើម្បីដល់ពេលដែលយើងដាក់ក្របសាក់ថ្មីចូលទៅគឺវាបានអឹបស្អាតហើយយើងផ្សារថាប្រហែលជើងគឺនឹងតែបានលុយតែម្ដងអញ្ចឹងហ្នឹងដាក់គឺនឹងតែបានលុយព្រោះដោយសារយើងធ្វើមួយដោយយកចិត្តទុកដាក់trongចំណុចនេះគឺខ្ញុំយកសំណលេខបងប្អូនកន្លែងសំណនេះបើសិនជាអាចយើងប្រើសំណរៀងរឹងនេះទៅប្រើ183ទៅហើយបងប្អូនមានសំណរឹងជាងហ្នឹងយើងដាក់រឹងជាងមុនទៀតទៅតែខ្ញុំពេចសំណនេះដោយសារខ្ញុំមានតែ148ហើយវារឿងចង់ខូចផងទៅក៏ខ្ញុំនឹកបែរដៃខ្ញុំយកមកដាក់ទៅអញ្ចឹងណាអញ្ចឹងក្នុងការផ្សារយើងដាក់អូសអញ្ចឹងបងប្អូនយើងអូសវាមួយជើងទៅនេះជាទម្លាប់របស់ខ្ញុំបងប្អូនគិតថាដាក់អូសបែបហ្នឹងខ្ញុំនឹងតាមបច្ចេកទេសរៀងខ្លួនអញ្ចឹងណាបងប្អូនតែសម្រាប់ខ្ញុំអូសប្រឆិតមួយជើងអញ្ចឹងទៅអូកន្លែងនេះបងប្អូនខ្ញុំចង់ចែកម្លែកចំណេះដឹងកន្លែងនេះបន្តិចក្បាលផ្សារយើងគួរតែកន្លែងនេះយើងគួរបន្ថយកម្ដៅបងប្អូនហ្នឹងហើយដូចថាជាទូទៅក្បាលផ្សារបងប្អូនដាក់350អីបើយើងគ្រាន់តែបដូរសំណឲ្យឡើងជើងគ្រាន់តែយើងអញ្ចឹងយើងដាក់តម្លាក់ក្ដៅតិចទៅដាក់ត្រឹម250ឬក៏300ទៅកាលណាយើងដាក់ក្ដាំងយើងដាក់ខ្លាំងពេកគឺវាអាចនឹងដោយតាមហ្នឹងហើយអាជើងដែលយើងបៀកជាមួយផ្ទាំងសាកហ្នឹងក៏វាអាចនឹងប៉ះក្ដៅខ្លាំងក៏វាអាចនឹងរបកដែរហ្នឹងហើយអញ្ចឹងយើងតម្លែងហ្នឹងយើងតម្លាក់ក្ដៅតិចទៅកាលណាយើងតម្លាក់ក្ដៅគឺវាល្អយើងបៀកជើងមកវាបានមូលជើងស្អាតណាបងប្អូន
ខ្ញុំយកក្របសាកថ្មីដែលយើងទិញថ្មីហ្នឹងហើយយើងគ្រាន់តែយកដាក់ស្រោលបន្តិចទៅហ្នឹងត្រង់ចំណុចនេះបងប្អូនមានសំណបើសិនណាមានសំណខ្សែក៏បាននេះជាទូទៅខ្ញុំសារអញ្ចឹងហ្នឹងខ្ញុំដាក់អូមកក្រោយមកកុំហេទៅទាញមកក្រោយមកយើងមកទៅទាញជំនាញយើងដាក់ពីលើនឹងរឿងក្តៅតិចទៅទាញមកក្រោយតែកុំភ្លេចកន្លែងនេះយើងដាក់កឡើងវិញដាក់3អង្ហាវិញទៅកម្ដៅក្បាលផ្សារហ្នឹងអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងទាក់ទងនឹងបទពិសោធន៍ដែលខ្ញុំមានហ្នឹងហើយអញ្ចឹងរាល់ពាក្យសម្ដីដែលខ្ញុំនិយាយទៅមានលើសមានខ្វះនឹងបងប្អូនសូមអភ័យទោសផងព្រោះដោយសារវីដេអូនេះក៏ខ្ញុំធ្វើលើកឡើងចង់ចែករំលែកចំណេះដឹងដល់មិត្តជាងតែថ្មីហ្នឹងហើយមិត្តជាងដែលគាត់អាចមើលទៅតាមហ្នឹងអាចធ្វើជាបទពិសោធន៍ចឹងណាបងប្អូនហើយបងប្អូនបើសិនជាអាចត្រង់ចំណុចហ្នឹងយើងបិទ UV ណាបងប្អូនខាងក្រោយបិទ UV ឲ្យអតិថិជនទៅអតិថិជនក៏ប្រើប្រាស់បានយូរចឹងណាបងប្អូនចឹងត្រង់ចំណុចហ្នឹងយើងបិទ UV ទៅការពារពេលគាត់អតិថិជនគាត់ប៉ះទឹកប៉ះទៅវាអត់ឆ្លងបងប្អូនហ្នឹងហើយចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងរកកំហុសខុសឆ្គងសូមអភ័យទោសផងអរគុណច្រើនសូមជម្រាបលា